ចារោគសញ្ញាភ្នែកដកកន្ទុយខ្លាំងគឺមានអារម្មណ៍ថារកម្មនៅក្នុងភ្នែកចាក់នៅក្នុងភ្នែកទៅចាសាហៀហូទឹកភ្នែកកាហាយក្រហមជាប់នៅក្នុងភ្នែកចាពេលខ្លះទៅក្រហមពេលខ្លះទៅក៏វាថយក្រហមមានន័យថាវាមានការរលាកចាពេលខ្លះទៅវាប៉ះចំណីប៉ះទលីដីហុយលើចាបន្ទាប់មកវាក៏អន់ថយទៅវិញចាមិនបានប្រមាណផងវាចាប់ផ្ដើមមានការរលាកក្រហមហើយសាហៀហូទឹកភ្នែកទៀតហើយភ្នែករបស់យើងហ្នឹងគឺថាខ្សោយទ្រាំទ្រនឹងពន្លឺអត់បានទេបងប្អូនសាហៀហូទឹកភ្នែកជាញឹកញាប់វាធ្វើឲ្យមានការរំខានទៅដល់ការធ្វើកិច្ចការងារប្រចាំថ្ងៃនិងការរស់នៅប្រចាំថ្ងៃរបស់យើងមែនតើហើយអ្នកខ្លះគាត់មានសភាពឡើងក្រាស់ពីខាងគល់ភ្នែកឬក៏ដុំពណ៌លឿងអាហ្នឹងក៏ទៅខ្លាំងហើយបងប្អូនកម្រិតស្រាលវាអត់សូវធ្វើទុកយើងហ្មងទេអ្នកខ្លះមានតាំងចុងភ្នែកមានតាំងគល់ភ្នែកចាហើយអ្នកខ្លះហ្នឹងគឺមានតាំងពីរតែហ្មងចាអញ្ចឹងបងប្អូនដែលមានបញ្ហាភ្នែកចានៅក្នុងកម្រិតស្រាលវាអត់សូវធ្វើទុកទេតែបើកម្រិតហ្នឹងវាចាប់ផ្ដើមមានលក្ខណៈក្រាស់ចាតោងចូលទៅដល់ប្រស្រីភ្នែកខ្មៅរបស់យើងហើយអាហ្នឹងអាការៈហ្នឹងវាចាប់ផ្ដើមធ្វើទុកជាញឹកញាប់បន្តិចហើយចារកម្មរមាស់រលាកក្រហមភ្នែករបស់យើងនឹងខ្សោយពេលខ្លះមើលច្បាស់ពេលខ្លះមើលមិនសូវច្បាស់ចាបើយើងអត់ទាន់មានដំណោះស្រាយទៀតយើងចេះតែទ្រាំយើងចេះតែទុកទៅចាវាកាន់តែលូតលាស់រីករាលដាលទៅក្របលើប្រស្រីភ្នែករបស់យើងវាអាចឈានទៅបាំងដល់រុនកូនកំមុំភ្នែកទេវាធ្វើឲ្យបាំងយើងមើលអត់ឃើញទេបងប្អូនកាន់តែមានការធ្វើទុកលមាស់រកម្មក្រហមព្រិលស្វាំងចាពិបាកនៅក្នុងការមើលឃើញបើសិនជាបងប្អូនកំពុងតែមានស្ថានភាពភ្នែកទាំងអស់ហ្នឹងចាបងប្អូនខាងនេះខ្ញុំមានដំណោះស្រាយជូនជាផលិតផលប្រភេទគ្រាប់សម្រាប់លេបដើម្បីជួយចាទី1រំលាយសាច់ខ្លាញ់កតុយខ្លាញ់ដែលដុះនៅលើភ្នែករបស់យើងទី2ជួយឲ្យភ្នែករបស់យើងមានសំណើមទី3ជួយទៅដល់កសែឈាមនិងកោសិកាភ្នែករបស់យើងចាជំរះភាពស្រអាប់នៅលើកញ្ចក់ភ្នែកបំបត្តិបញ្ហារមាស់រកម្មចាធ្វើឲ្យភ្នែកមានសំណើមចាជួយភ្នែករបស់យើងសថ្លាស្ដារកំហើញហើយចំពោះការប្រើប្រាស់គឺចា3ទៅ5ថ្ងៃយើងចាប់ផ្ដើមដឹងថាបានធូរស្បើយបន្តិចហើយចា5ថ្ងៃទៅ1សប្ដាហ៍យើងកាន់តែប្រសើរឡើងចាពី1សប្ដាហ៍ទៅដល់10ថ្ងៃរត់តែប្រសើរឡើងហើយមួយវិញទៀតយើងមានជាជំរើសឆុតតូចឆុតមធ្យមនិងឆុតធំតាមតម្រូវការរបស់បងប្អូនតែយើងក៏ដាក់ទៅតាមកម្រិតជាក់ស្ដែងដែរបងប្អូនចាភ្នែកវាមានស្រាលវាមានមធ្យមវាមានក្រាស់អញ្ចឹងបងប្អូនដែលមានបញ្ហាភ្នែកចាចាប់អារម្មណ៍ជាមួយនឹងផលិតផលធម្មជាតិចាព្រោះវាមានភាពងាយស្រួលចាយើងគ្រាន់តែលេបទេចាលេបទៅយូរទៅវាជួយកាត់បន្ថយម្ដងតិចភ្នែករបស់យើងនឹងជ្រះស្អាតត្រឡប់មកវិញហើយយើងអត់ចាំបាច់សម្រាប់ពីការងារយើងធ្វើកិច្ចការងាររកស៊ីប្រចាំថ្ងៃអីបានធម្មតាទាំងអស់អញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចាអាចតាក់ទងឆាតសួរនឹងខ្ញុំបាននៅក្នុងឆាត TikTok នេះផ្ទាល់ឬក៏អាចតាក់ទងមកតាមរយៈលេខក៏បានដែរចា068 55 3គុត9គុតនិង07គុត26 46 62មួយខ្សែទៀតចាលេខ017 63 57លេខមានភ្ជាប់ Telegram ដែរបើសិនបងប្អូនអត់ចង់ទេអាច add ឆាតមកក៏បានដែរចាអញ្ចឹងមានប៉ុណ្ណេះចាអរគុណ